ជម្រាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការអនុវត្តពន្ធលើចំណេញមូលធនក្រោមក្របខ័ណ្ឌនៃកិច្ចសន្យាស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការជៀសវាងពន្ធចំណេញមូលធននៃកិច្ចព្រមព្រៀង DTA មានវិសាលភាពបែងចែកសិទ្ធិយកពន្ធលើប្រាក់ចំណេញមូលធនដែលសម្រេចបានពីប្រតិបត្តិការលក់ឬផ្ទេរចលនៈនិងអចលនទ្រព្យនាវាឬយន្តហោះភាគហ៊ុនឬអត្ថប្រយោជន៍ប្រហាក់ប្រហែលនិងទ្រព្យផ្សេងទៀតរវាងភាគីទាំងពីរនៃកិច្ចព្រមព្រៀងដោយផ្អែកតាមលក្ខខណ្ឌដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង DTA នីមួយៗព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ